ណែស្រីរូបស្រស់ល្បីល្បើនាងនៅពើអើយភូមិណាមិនដេចនាងហ៊ានដើរឯកាមិនក្រាញខ្លាចមានគេថាមានគ្នាទៅរាទៅសំនឹងវ័យមានគ្នាទៅរាយ៉ាទៅសំនឹងវ័យនាងតាកាត់ត្រូវកាត់ស្រែឲ្យម៉ែដឹងដែរអីរកគ្នាដើរទៅណាស្រីគ្រាន់បានការពារពិសីខ្លាចប្រុសដតីគេប្រមាថអូនខ្លាចប្រុសដតីយ៉ាគេប្រមាថអូនបងស្ម័គ្រធ្វើអ្នកការពារធានាពុំមានលោកសូនទឹករាំងមកស្ម័គ្រធ្វើក្បូនតាដីមកក៏ស្រីធ្ងន់មិនអើយនឹងលួនស្រកូនចិត្តឡើយអើយនឹងលួនអាយ៉ាស្រកូនចិត្តឡើយល្បីល្បើនាងនៅពើអើយភូមិណាមិនដេចនាងហ៊ានដើរឯកាមិនក្រាញខ្លាចញាតិគេថាមានគ្នាទៅរាទៅសំនឹងវ័យមានគ្នាទៅរាយ៉ាទៅសំនឹងវ័យនាងដើរកាត់ត្រូវកាត់ស្រែឲ្យម៉ែដឹងដែរអីរកគ្នាដើរទៅណាស្រីគ្រាន់បានការពារពិសីខ្លាចប្រុសដតីគេប្រមាថអូនខ្លាចប្រុសដតីយ៉ាគេប្រមាថអូនបងស្ម័គ្រធ្វើអ្នកការពារធានាពុំមានលោកសូនទឹករាំងបងស្ម័គ្រធ្វើក្បូនតាដីបងក៏ស្រីស្ងួនមិនអើយលំនួនស្រកូនចិត្តឡើយមិនអើយលំនួនអាយ៉ាស្រកូនចិត្តឡើយរៀបការរួចមកនៅបៃលិនបងឯងប៉ុណ្ណឹងធ្វើជាកងសាមិនសូវពូកែព្រោះកងខ្សែបងមិនមែនជាជើងចាស់កងខ្សែគេឃើញតែហឺហាអូជីវ៉ាព្រោះប្រាក់ដើមគេច្រើនណាស់រកស៊ីត្បូងត្រូវតែរហ័សចាញ់ជើងចាស់គេធ្លាប់នៅបយូហើយប្តីអើយប្តីឡាយផឹកស៊ីគ្មានលួងថ្ងៃណាបើមិនចេញស្រាមិនមែនឈ្មោះថាកងខ្សែទេស្រីមិនមែនឈ្មោះថាកងខ្សែទេស្រីខ្មាំងគេណាំងកុំមន់គេលឺមានស្រីបាញ់ឈើចង់បាច់ឡោប្តីប្រយ័ត្នសំដីកូនពី3ហើយតិចគីឡូបែកឆ្នាំងក្នុងហាប់បើសតែថ្នាំពេទ្យនាំគ្រុនចាញ់ពេទ្យឲ្យលេបមានកំឡាំងគ្រុនបងឯងលេបមីស្ទះខ្លាំងពេទ្យបារាំងប្រាប់ថាឲ្យលេប10ថ្ងៃពេទ្យចាប់សរសៃអូតាប្រាំងនោះអីលោកប្រុងកុំចាប់កុំហុងពេជ្រលោបងចុងប្រយ័ត្នមេម៉ាយពេជ្រលោបងចុងប្រយ័ត្នមេម៉ាយខ្ញុំទៅផ្សារអស់1000រៀលមកវិញចំទាខាចាយមិនស្ដាយបងឯងស៊ីចាយមិត្តភក្តិសាហាយ20000មួយថ្ងៃចាយតាក់មួយដើម្បីទិញត្បូងតែឡើងរោងឃើញតែបាដាមស្វាយទាល់តែដើរទើបមានលុយចាយដើរសប្បាយរកតែស្រីហើយនឹងស្រាកុំភ័យជីវ៉ាព្រោះទាយថាបងខ្សែថៃដល់ចូលឆ្នាំថ្មីបានប្រពន្ធ3រាប់ទាំងអូនផងបានប្រពន្ធ3រាប់ទាំងអូនផងទីថាបងឯងប្រពន្ធ3នោះលោកគ្រូពេទ្យនៅស្ពានលេម៉ាយណាអូនគាត់ឃើញបងមិនសូវស្រួលខ្លួនហើយញ៉ាំថ្នាំពេទ្យបងមិនសូវបានទីថាឲ្យបងរកស្រីមួយដល់ក្មេង2នាក់ជួយថែទាំបងទើបសុខភាពបងបានបរិបូរណ៍ឡើងវិញសាកមើលទៅលោកប្តីឲ្យតែហ៊ានប្រយ័ត្នក្លេចដៃអូយយកខ្លីហើយខ្ញុំ
ប្រយ័ត្នសំដីកូនពី3ហើយតិចលោបែកឆ្នាំងក្នុងហាប់បើសតែឆ្នាំពេទ្យឆ្នាំទ្រុនចាញ់ពេទ្យឲ្យលេបមានកម្លាំងគ្រុនបងឯងទេមីស្ទះខ្លាំងពេទ្យបារាំងប្រាប់ថាឲ្យលេប10ថ្ងៃពេទ្យចាប់សរសៃអូតាប្រាំងនោះអីលោកប្រុងកុំចាប់កុំហុកតិចលោបងចុងប្រយ័ត្នមេម៉ាយតិចលោបងចុងប្រយ័ត្នមេម៉ាយខ្ញុំទៅផ្សារអស់1000រៀលមកវិញចំទាលថាចាយមិនស្ដាយបងឯងស៊ីចាយមិត្តភក្តិសាហាយ20000មួយថ្ងៃចាយពាក់មួយដើម្បីទិញត្បូងឡើងរោងឃើញនៅតែបាដាមស្វាយទាល់តែដើរទើបមានលុយចាយដើរសប្បាយរកតែស្រីហើយនឹងស្រាកុំភ័យជីវ៉ាទូទាយថាបងសែត្រីដល់ចូលឆ្នាំថ្មីបានប្រពន្ធ3រាប់ទាំងអូនផងបានប្រពន្ធ3រាប់ទាំងអូនផង